រឿងស្រមោលខ្មោចក្នុងមន្ទីរពេទ្យអ្នកកសែតម្នាក់ចាត់ទុកថាជាបុរសបេះដូងដែកហ៊ានប្រថុយប្រថានចុះស៊ើបអង្កេតរឿងខ្មោចដល់មន្ទីរពេទ្យនៅមន្ទីរពេទ្យនោះភ្លើងឧស្សាហ៍ដាច់ណាស់ដោយសារតែវងកណ្ដុរកាត់បំផ្លាញភាពងងឹតគឺជាចំណូលចិត្តរបស់ពួកខ្មោចព្រាយនៅពេលគេសួរថាតើមានប្រលឹងខ្មោចវិលនៅមន្ទីរពេទ្យនេះមែនដែរឬទេមនុស្សតិចណាស់ដែលគ្មានចម្លើយសូម្បីតែផ្នែកវិទ្យាសាស្ត្របច្ចេកទេសប៉ូលីសព្រហ្មទណ្ឌក៏គ្មានពាក្យនឹងនិយាយដែរចុះចំពោះប្រជាជនធម្មតាវិញយល់យ៉ាងណាដែរយល់ល្អគប្បីនៅស្ងៀមមិនត្រូវលោលេងនឹងការភ័យខ្លាចនេះឡើយវិជ្ជបណ្ឌិតម្នាក់ឈ្មោះសាបាជាសាស្ត្រាចារ្យសាលាបច្ចេកទេសពេទ្យទៅហ៊ានឆ្លើយថាមានសាបាធ្វើការនៅមន្ទីរពេទ្យសេរីយ៉ានេះខាងផ្នែកវះកាត់និងតម្កល់សាកសពកន្លងមកមន្ទីរពេទ្យនេះបានតម្កល់សាកសពជាច្រើនមានទាំងសាកសពឃាតករមានទាំងសាកសពអ្នកស្លូតត្រង់សាបាបានឲ្យដឹងទៀតថាមន្ទីរពេទ្យនេះធ្លាប់តម្កល់សាកសពជនឧក្រិដ្ឋស៊ីសាច់មនុស្សដែលមានឈ្មោះថាស៊ីអ៊ុយកាលពីឆ្នាំ1960បន្ទប់ធ្វើការរបស់សាបាចង្អៀតហើយមានពន្លឺព្រាលជះអំពូលភ្លើងពីកញ្ចក់ដែលព្យួរនៅលើក្បាលបណ្ណោះផ្ទៃមុខរបស់លោកស្ថិតនៅក្រោមពន្លឺស្ទង់ដូច្នេះមើលទៅហាក់ដូចជាសាកសពសាបាបានអះអាងជានិច្ចថាអ្វីដែលគាត់និយាយសុទ្ធតែជាការពិតគាត់បាននិទានរឿងនោះដោយទឹកមុខមើងម៉ាត់គួរឲ្យជឿជាក់មានយប់មួយពេលខ្ញុំកំពុងតែឈរនៅមុខអគារទល់មុខនឹងអគារវះកាត់ខ្ញុំបានឃើញស្ត្រីម្នាក់ស្លៀកពាក់ជាឈុតប្រពៃណីពេលនាងកន្សែងពណ៌សពាក់ក្រវិលសក់ក្រងយ៉ាងស្អាតនាងបានអង្គុយចុះហើយសម្លឹងមកលើខ្ញុំបន្ទាប់មកស្រាប់តែរូបនាងរលាយបាត់ទៅដូចជាផ្សែងអញ្ចឹងនាងនោះតែងតែបង្ហាញខ្លួនឲ្យខ្ញុំឃើញជាច្រើនដងលើសពីនេះទៅទៀតមានពេលមួយនោះខ្ញុំបានទៅដល់ផ្ទះហើយទើបដឹងថាខ្ញុំភ្លេចសៀវភៅនៅជាន់ទី2នៃអគារវះកាត់ខ្ញុំក៏បានបកមកមន្ទីរពេទ្យវិញនៅយប់នោះតែម្ដងពេលដែលខ្ញុំចូលទៅក្នុងបន្ទប់ផុតស្រាប់តែទ្វារបានបិទលន់ឮសូរក្រាំងពីក្រោយខ្នងខ្ញុំពេលនោះគ្មានខ្យល់សោះដូច្នេះទ្វារនេះពុំអាចនឹងបិទបានដោយខ្លួនឯងបានទេខ្ញុំនឹកគិតភ្លាមថាមានគេចង់មកលោលេងនឹងខ្ញុំហើយខ្ញុំក៏កញ្ឆក់យកសៀវភៅរួចស្ទុះចេញពីបន្ទប់តាមសមត្ថភាពដែលខ្លួនអាចធ្វើបានសាបាបានឲ្យដឹងថានៅអគារវះកាត់នេះបានក្លាយជាប្រធានបទនៃរឿងខ្មោចក្នុងចំណោមនិស្សិតពេទ្យទាំងអស់ទៅហើយសាកសពរាប់មិនអស់ទេដែលបានយកមកកាន់ទីនេះសម្រាប់ធ្វើការស្រាវជ្រាវមន្ទីរពេទ្យនេះក៏វិលទៅដោយប្រលឹងសាកសពទាំងនោះដែរកាលពីសាបានៅជានិស្សិតនៅឡើយក៏ធ្លាប់បានកាន់លលាក្បាលនិងឆ្អឹងមនុស្សពីមន្ទីរពេទ្យនេះយកទៅស្រាវជ្រាវនៅឯផ្ទះនៅយប់មួយនោះគាត់កំពុងតែអង្គុយអានសៀវភៅគាត់ហាក់បីដូចជាមានអារម្មណ៍ថាមានអ្នកណាម្នាក់កំពុងតែសម្លឹងមកគាត់ពីក្រោយខ្នងគាត់និយាយថាពេលខ្ញុំបែរមកគ្មានឃើញអ្នកណាទាំងអស់ពេលនោះខ្ញុំពិតជាពុំខ្លាចខ្មោចឡើយខ្ញុំអង្គុយនៅចុងម្ខាងនៃកៅអីចំណែកឯចុងម្ខាងទៀតនៅទំនេរនោះហាក់ដូចជាមានទម្ងន់មកសង្កត់ធ្វើឲ្យកៅអីផ្អៀងទៅនៅពេលនោះខ្ញុំឡើងទៅលើគ្រែខ្នើយរបស់ខ្ញុំហាក់បីដូចជាស្រុតចុះហាក់បីដូចជាមានអ្នកណាម្នាក់ទៅតែនឹងដេករួចខ្ញុំបាននិយាយរឿងនេះប្រាប់លោកគ្រូនិងមិត្តភក្តិខ្ញុំពួកគេតបវិញថាខ្ញុំក៏ធ្លាប់ជួបប្រទះនឹងរឿងប្រហាក់ប្រហែលនេះដែរនេះប្រហែលជាប្រលឹងរបស់សាកសពចង់នៅជាមួយខ្ញុំនឹងហើយកលានុបដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យក៏ធ្លាប់ជួបប្រទះនឹងប្រលឹងខ្មោចជាច្រើនលើកដែរនៅយប់មួយពេលនាងយាមប្រចាំការនាងកំពុងអង្គុយអានឯកសារស្រាប់តែមានបុរសម្នាក់ក្នុងសម្លៀកបំពាក់រយៈដើរកាត់មាត់ទ្វារសម្ដៅទៅកាន់គ្រែអ្នកជំងឺម្នាក់កលានុបដ្ឋាយិកានោះបានបន្តទៀតថាជនម្នាក់នោះបានឈរត្រឹងសម្លឹងទៅមើលអ្នកជំងឺកំពុងតែដេកលើគ្រែអ្នកជំងឺម្នាក់នោះទៅនឹងវះកាត់ដាក់គ្រាប់ភ្នែកថ្មីដែលបានមកពីសាកសពដែលទៅនឹងស្លាប់ទៅជននោះបានអោនសម្លឹងមើលអ្នកជំងឺហើយមួយសន្ទុះក៏រលាយបាត់ស្រមោលទៅលោកវិជ្ជបណ្ឌិតម្នាក់ទៀតឈ្មោះអាយិនប៊ុនយ៉ាកេតបានបោះពុម្ពផ្សាយសៀវភៅមួយក្បាលដែលមានចំណងជើងថា
រឿងពិតពិបាកនឹងជឿដែលលោកបានសរសេររំលឹកឡើងវិញកាលពីឆ្នាំ1961នាជំនាន់លោកជានិស្សិតកំពុងរៀននៅមន្ទីរពេទ្យសេរីយ៉ានេះលោកតែងតែត្រូវរងទុក្ខទោមនិញដោយសារតែស្រមោលខ្មោចនេះខ្មោចបានរំខានលោករហូតដល់គៀបសង្កត់ដល់អារម្មណ៍របស់លោកយ៉ាងខ្លាំងក្លាពុំនោះសោតលោកមានគំនិតចង់ធ្វើអត្តឃាតដើម្បីឲ្យរួចផុតពីព្រលឹងខ្មោចមានយប់មួយពេលលោកដឹងខ្លួនឡើងស្រាប់តែឃើញស្រមោលមនុស្សម្នាក់ឈរនៅក្បែរគ្រែរបស់លោកដេកតាំងពីពេលណាមកមិនដឹងលោកស្រែកឡើងថាអ្នកណានឹងការពិតគ្មានអ្នកណានៅក្បែរក្រៅពីប្រពន្ធរបស់គាត់និងគិលានុបដ្ឋាយិកាឡើយក្រោយមកលោកបានឃើញក្មេងស្រីម្នាក់មាឌធំមកក្បែរលោកនិងនិយាយមកកាន់លោកថាក្មេងស្រីមាឌធំម្នាក់នោះបាននិយាយមកកាន់លោកនាងបានស្លាប់ដោយសាររោគធាត់នៅបន្ទប់នេះកាលពី2ឆ្នាំមុនក្មេងស្រីម្នាក់នោះបាននិយាយថាខ្ញុំមានមិត្តភក្តិម្នាក់ទៀតក៏ស្លាប់នៅទីនេះកាលពីឆ្នាំនោះដែរថ្មីនេះលោកវិជ្ជបណ្ឌិតប៊ុនយ៉ាកេតបានធ្វើឲ្យមនុស្សគ្រប់គ្នាភ័យខ្លាចញាប់ញ័រអំពីរឿងខ្មោចលងនេះដោយមានភស្តុតាងគ្រប់គ្រាន់រឿងនោះបានចាប់ផ្ដើមអំពីការស្លាប់របស់យុវតីម្នាក់កាលពីជំនាន់មុននៅទន្លេចៅផាយ៉ាយុវតីឈ្មោះភឹមផាវ៉ាឌីជាកូនស្រីរបស់ថៅកែហាងមួយនៅជិតវត្តឆែបស៊ីរិននាងត្រូវបានស្លាប់នៅអគារវះកាត់នៅក្នុងមន្ទីរពេទ្យស៊ីរីយ៉ាកាលពីឆ្នាំ1960ក្រោយពេលស្លាប់នាងបានទៅពន្យល់សពឪពុកឲ្យលើកផ្លូវមួយនៅវត្តវ៉ាខុតដោយយកឈ្មោះនាងដាក់ជាឈ្មោះផ្លូវនោះនាងបានប្រាប់វិជ្ជបណ្ឌិតប៊ុនយ៉ាកេតអំពីរឿងរ៉ាវទាំងអស់នោះក្រោយមកលោកថែវបានឮពីព្រលឹងខ្មោចរបស់នាងភឹមផាវ៉ាឌីដែលត្រូវជាប្អូនស្រីរបស់ខ្លួនលោកថែវក៏ឲ្យកូនប្រុសរបស់គាត់ឈ្មោះវីរវ៉ាត់ធ្វើដំណើរទៅកាន់វត្តវ៉ាខុតដើម្បីស្វែងរកការពិតនាយវីរវ៉ាត់បានរកឃើញភ្នោមួយនៅទីនោះមែននៅពីមុខភ្នោមានរូបថតស្ត្រីម្នាក់ប៉ុន្តែរូបនោះរាងចាស់ព្រាលទៅហើយមើលពុំច្បាស់ឡើយនិងមានសរសេរអក្សរឈ្មោះរបស់អ្នកស្លាប់ដែលគឺជានាងភឹមផាវ៉ាឌីពិតប្រាកដមែនគ្មានអ្នកណាម្នាក់ជឿរឿងខ្មោចលងនោះឡើយប៉ុន្តែក៏គ្មានអ្នកណាម្នាក់បដិសេធដែរលើកលែងតែលោកវិជ្ជបណ្ឌិតមួយចំនួនដែលនៅមន្ទីរពេទ្យស៊ីរីយ៉ានេះនឹងត្រូវស្រមោលខ្មោចលងបង្ហាញខ្លួននៅចំពោះមុខទើបជឿជាក់ថាមានព្រលឹងខ្មោចពិតប្រាកដមែនគេបានដឹងថាប៉ូលីសដោយមានការចូលរួមពីវិជ្ជបណ្ឌិតជាច្រើនអ្នកនិងអ្នកវិទ្យាសាស្ត្រម្នាក់ទៀតនឹងមកកាន់មន្ទីរពេទ្យនេះដើម្បីរុករកការពិតទោះបីជាយ៉ាងណាក៏ដោយក៏ប្រជាជនពុំហ៊ានមកព្យាបាលនៅមន្ទីរពេទ្យដែលមានខ្មោចលងនេះទេ